ប្រាសាទអង្គរវត្តគឺជាប្រាសាទដែលបានស្ថាបនាឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី2ជាដើមសតវត្សទី12ដែលជាប្រាសាទរាជរបស់ព្រះអង្គឧទ្ទិសចំពោះសាសនាហិណ្ឌូនិកាយព្រះនរាយណ៍ឬក៏ព្រះវិស្ណុដែលយើងឃើញថាសំណង់ស្ថាបត្យកម្មខ្មែរដែលឧទ្ទិសចំពោះសាសនាភាគច្រើនគឺបែរមុខទៅទិសខាងកើតសូម្បីតែប្រាសាទឬក៏វត្តអារាមនៅសម័យបច្ចុប្បន្នក៏បែរមុខទៅទិសខាងកើតផងដែរប៉ុន្តែអង្គរវត្តគឺមានលក្ខណៈពិសេសដោយប្រាសាទនេះគឺបែរមុខទៅទិសខាងលិចដោយមានលក្ខខណ្ឌជាច្រើនដែលត្រូវបែរទៅទិសខាងលិចហើយដូច្នេះហើយផ្លូវចូលនៃប្រាសាទនេះគឺផ្នែកខាងមុខគឺស្ថិតនៅផ្នែកខាងលិចប្រជាពលរដ្ឋក៏ភ្ញៀវទេសចរភាគច្រើនគឺតែងតែធ្វើដំណើរចូលតាមច្រកខាងលិចមិនសូវជាមានភ្ញៀវទេសចរធ្វើដំណើរចូលតាមច្រកខាងកើតនោះទេប៉ុន្តែសប្តាហ៍នេះច្រកខាងកើតក៏មានការពេញនិយមសម្រាប់ការទស្សនាផងដែរដោយភ្ញៀវភាគច្រើនគឺចូលតាមច្រកខាងលិចបន្ទាប់មកគឺឆ្លងកាត់ទស្សនានៃប្រាសាទអង្គរវត្តហើយក៏ធ្វើដំណើរចេញតាមច្រកខាងកើតនេះដោយសារតែចម្ងាយផ្លូវនៅពេលដែលយើងទស្សនានៅប្រាង្គកណ្ដាលប្រាសាទអង្គរវត្តហើយចម្ងាយផ្លូវនៅច្រកខាងកើតនេះគឺមានសភាពជិតជាងជាពិសេសគឺយើងអាចបានទស្សនានៃទិដ្ឋភាពនៃធម្មជាតិផងដែរដោយសារតែផ្នែកខាងកើតនេះគឺមានដើមឈើធំដើរឆ្លងកាត់ទស្សនាដើមឈើព្រៃវឹក្សានៅសងខាងជាពិសេសនៅមានស្ពានដែលបានធ្វើឆ្លងកាត់កសិនហើយនឹងគូបរៈឬក៏ខ្លោងទ្វារនៃច្រកខាងកើតដែលទើបតែបានជួសជុលរួចរាល់ផងដែរចំពោះស្ពានដែលបានស្ថាបនារួចរាល់ហើយនឹងគូបរៈឬក៏ខ្លោងទ្វារនៅផ្នែកខាងកើតដែលបានជួសជុលរួចរាល់បើកឲ្យដំណើរការឡើងវិញនេះតែបើកក្នុងរយៈពេលយូរហើយប៉ុន្តែនាងខ្ញុំមិនមានឱកាសបានមកទស្សនានោះទេចំពោះថ្ងៃនេះជាឱកាសមកទស្សនានៃទីតាំងនេះហើយក៏ធ្វើជាវីដេអូដើម្បីជូនពុកម៉ែបងប្អូនបានទស្សនាទាំងអស់គ្នាផងដែរដូច្នេះហើយឥឡូវសូមពុកម៉ែបងប្អូនមកទស្សនានៃទិដ្ឋភាពនៃផ្នែកខាងកើតនៃប្រាសាទអង្គរវត្តនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាបន្ទាប់ពីនាងខ្ញុំបានឆ្លងកាត់នៃកសិនតករួចរាល់ហើយឥឡូវយើងមកដល់នៅខ្លោងទ្វារកំពែងផ្នែកខាងកើតរបស់ប្រាសាទអង្គរវត្តវិញម្ដងយើងឃើញថាខ្លោងទ្វារនេះគឺបានជួសជុលរួចរាល់ហើយសម្រស់គឺស្រស់ស្អាតឈរយ៉ាងរឹងមាំតែមុននឹងយើងមើលពីក្បាច់ចម្លាក់និងពីសម្រស់នៃខ្លោងទ្វារនេះដូច្នេះពុកម៉ែបងប្អូនសូមទៅស្វែងយល់អំពីចម្លាក់នៃខ្លោងទ្វារនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាសិនហើយយើងដើរចូលមកខាងមុខគេនេះហើយជាងនៅផ្នែកខាងលើនោះគឺជារូបព្រះវិស្ណុមានព្រះហស្ថ4គង់លើសត្វគ្រុឌដែលជាយានជំនិះរបស់ព្រះអង្គចំណែកនៅផ្នែកខាងឆ្វេងគឺជារឿងរ៉ាវមួយនៃអវតាររបស់ព្រះវិស្ណុគឺព្រះរាមនិងពលៈហែហោមដោយទ័ពស្វាចំណែកនៅផ្នែកខាងស្ដាំគឺជាចម្លាក់របស់យក្សទសកੰដែលមានដៃនិងប្រកេះច្រើនចំណែកនៅផ្នែកផ្សេងទៀតគឺមានចម្លាក់ដែលជាការប្រយុទ្ធគ្នារវាងពាលីនិងសុគ្រីពដូច្នេះហើយយើងសង្កេតឃើញថានៅផ្នែកខាងកើតនៃខ្លោងទ្វារផ្នែកខាងកើតរបស់ប្រាសាទអង្គរវត្តនេះគឺចម្លាក់ភាគច្រើនគឺដកស្រង់ចេញពីរឿងរាមកេរ្តិ៍ឥឡូវយើងធ្វើដំណើរឆ្លងកាត់នៃខ្លោងទ្វារនេះធ្វើដំណើរឆ្ពោះទៅមើលជ្រុងខាងលិចវិញម្ដងតែនៅជ្រុងខាងលិចគឺជាចម្លាក់អ្វីដែរសូមពុកម៉ែបងប្អូនទៅទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាចំពោះចម្លាក់ដែលស្ថិតនៅផ្នែកខាងលិចនេះគឺជាចម្លាក់ដែលដកស្រង់ចេញពីរឿងព្រះក្រឹស្ណាដែលជាអវតារមួយដែររបស់ព្រះនរាយណ៍ឬក៏ព្រះវិស្ណុចម្លាក់នៅហោជាងផ្នែកខាងលើគឺជាព
ព្រះក្រឹស្ណាទ្រភ្នំកបធនចម្លាក់ស្ថិតនៅផ្នែកខាងឆ្វេងគឺជាចម្លាក់ដែលរៀបរាប់អំពីព្រះក្រឹស្ណាប្រយុទ្ធជាមួយនឹងបិសាចសេះចំណែកចម្លាក់ដែលស្ថិតនៅផ្នែកខាងស្ដាំគឺរៀបរាប់អំពីព្រះក្រឹស្ណាប្រយុទ្ធឬក៏សម្លាប់ស្ដេចកំសៈដែលជាស្ដេចអាក្រក់ក្រៅពីចម្លាក់នៅតាមហោជាងចម្លាក់រៀបរាប់អំពីរឿងទេវកថាហើយនៅលើជញ្ជាំងនៃក្លោងទ្វារខាងកើតនេះក៏មានចម្លាក់នៃទេពអប្សរដ៏ស្រស់ស្អាតផងដែរហើយយើងក៏អាចពិនិត្យទៅមើលចម្លាក់ដែលនៅលើជញ្ជាំងក៏យើងអាចដឹងផងដែរថាក្លោងទ្វារនេះគឺស្ថាបនាឬក៏ឆ្លាក់មិនទាន់បានរួចរាល់នោះទេហើយយើងឃើញចម្លាក់តែនៅលើជញ្ជាំងមួយចំនួនគឺមិនទាន់បានឆ្លាក់នៅឡើយហើយចំណែកផ្នែកខ្លះទៀតគឺបានឆ្លាក់រួចរាល់ហើយចម្លាក់នៃក្បាច់លើជញ្ជាំងនេះគឺឆ្លាក់ដែលរួចរាល់នោះយើងឃើញថាគឺមានភាពល្អិតល្អន់ហើយនឹងស្រស់ស្អាតខ្លាំងដូច្នេះហើយឥឡូវសូមពុកម៉ែបងប្អូនមកទស្សនានៃក្បាច់ចម្លាក់ហើយនឹងទេពអប្សរដែលបញ្ចេញសម្រស់យ៉ាងស្រស់ស្អាតនិងល្អវិចិត្រនៅលើក្លោងទ្វារហង្ការនេះជាមួយនឹងខ្ញុំបាទប្រចិត្តដើម្បីប្រព្រឹត្តសាងសិទ្ធិចរិតធម៌លោកកាយសាងសិទ្ធិចរិតធម៌លោកកាយសាងសិទ្ធិចរិតបន្ទាប់ពីបានទស្សនានៅក្បាច់ចម្លាក់ដ៏ល្អវិចិត្រនៃផ្នែកខាងកើតនេះហើយយើងសង្កេតឃើញថានៅក្លោងទ្វារផ្នែកខាងកើតនេះក៏មានការគោរពទៅលើជំនឿអ្នកតាឬក៏ជំនឿអរូបីរបស់ខ្មែរផងដែរចំពោះអមនុស្សដែលគ្រប់គ្រងនិងការពារថែរក្សានៃក្លោងទ្វារខាងកើតនេះអ្នកស្រុកហៅថាតាគូដោយនៅប្រាសាទអង្គរវត្តគឺមានច្រកឬក៏ក្លោងទ្វារនៃកំពែងចំនួន4ដោយក្លោងទ្វារផ្នែកខាងលិចគឺលោកតារាជក្លោងទ្វារផ្នែកខាងត្បូងគឺលោកតាពេជ្រក្លោងទ្វារផ្នែកខាងជើងគឺលោកតាលឹកហើយនិងក្លោងទ្វារផ្នែកខាងកើតនេះគឺលោកតាគូហើយនៅខាងក្នុងនៃក្លោងទ្វារខាងកើតនេះគឺមានទីធ្លាដ៏ធំទូលាយហើយមានការរៀននៃរណ្ដាប់បាយសីដើម្បីថ្វាយដល់តាគូផងដែរចំពោះคลิปវីដេអូដែលនេះខ្ញុំបានចាប់យកទៅទស្សនភាពនិងសម្រាប់ដ៏ស្រស់ស្អាតនៃក្លោងទ្វារផ្នែកខាងកើតរបស់ប្រាសាទអង្គរវត្តនៅពេលនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាคลิปវីដេអូនេះតាំងពីដើមរហូតដល់ចប់ខ្ញុំសង្ឃឹមថានឹងបានជួបពុកម៉ែបងប្អូននៅคลิปវីដេអូក្រោយៗទៀតសូមអរគុណ